ការក្រប់ជំនួសសួរទស្សនិកជនជាទីគោរពនេះខ្ញុំឈ្មោះកសាយជឿជានិស្សិតមកផ្នែកទំនាក់ទំនងនៅប៉ុនសិក្សានៅសាលាបច្ចេកទេសនិងស្កលខេត្តកែបខាងក្រៅខ្ញុំនេះជាសកម្មភាពនិស្សិតនៅសាលាបច្ចេកទេសនិងស្កលខេត្តកែបកំពុងចូលរួមបបរកម្មវិធីបុណ្យកីឡាពណ៌ប្រចាំឆ្នាំ2026ក្រោមវត្តមានអ្នកជើចូលរួមពីសំណាក់លោកពុកលីសំណាដែលជាអធិការនៃសាលាបច្ចេកទេសនិងស្កលខេត្តកែបនិងបងស្រីអ្នកស្ម័គ្រចិត្តលោកគ្រូនិងសិស្សនិស្សិតប្រមាណ594នាក់ពិធីបុណ្យកីឡាពណ៌គឺជាបុណ្យដែលប្រារព្ធឡើងក្នុងគោលបំណងដើម្បីរំលឹកភូមិបណ្ឌភាពរបស់លោកពុកបូស្កូដែលជាសព្វនិកសាលជាតិនៅមូលនិធិដុំស្កក្នុងពិភពលោកដែលមានប្រមាណ135ប្រទេសនៅលើសកលលោកដូច្នេះសូមអញ្ជើញទស្សនិកជនទាំងអស់តាមដានទស្សនានៅសកម្មភាពកីឡាពណ៌ទាំងគ្នាដែលសមាជិកនៃលោកគ្រូអ្នកគ្រូទាំងយុវជនយុវនារីក្មេងៗទាំងអស់ដែលរីករាយនៅពេលនេះដែលសម្រាប់កម្មវិធីសម្រាប់ពុកបូស្កូដែលជាពុកបៃតារបស់យុវជនបុណ្យកីឡាពណ៌មិនមែនបង្កើតឡើងដោយបុគ្គលតែម្នាក់ទេប៉ុន្តែជាគំនិតនៃការសហការរួមដែលផ្អែកលើទស្សនវិជ្ជាអប់រំរបស់សតយូហានបូស្កូដែលលើកស្ទួយការអប់រំយុវជនតាមរយៈកីឡាការកម្សាន្តនិងសកម្មភាពសង្គមបុណ្យកីឡាពណ៌គឺជាព្រឹត្តិការណ៍សំខាន់មួយក្នុងចំណោមព្រឹត្តិការណ៍សំខាន់របស់សាលាដុនបូស្កូហើយកម្មវិធីនេះតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំគឺចាប់ពីថ្ងៃទី1មករារហូតដល់ថ្ងៃ31មករាកម្មវិធីកីឡាពណ៌បានបញ្ចេញជា4ពណ៌មានដូចជាពណ៌ក្រហមតំណាងឲ្យភាពមោះមុតនិងភាពក្លាហានពណ៌ខៀវតំណាងឲ្យភាពមានបារមីភាពមានអំណាចពណ៌លឿងតំណាងឲ្យភាពអមតៈភាពយូរអង្វែងនិងភាពថិតថេរជានិកាលនិងពណ៌ស៊ីជម្ពូតំណាងឲ្យមិត្តភាពការរួបរวมនិងសាមគ្គីភាពជំរាបសួរអ្នកខ្ញុំឈ្មោះអូសវណ្ណេតជានិស្សិតឆ្នាំទី2ផ្នែកទំនាក់ទំនងនៅប្រព័ន្ធផ្សព្វផ្សាយថ្ងៃនេះអ្នកខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែនដែលបានចូលរួមក្នុងកម្មវិធីបុណ្យកីឡាពណ៌សម្រាប់ពិធីបុណ្យកីឡាពណ៌នេះដែរអ្នកខ្ញុំយកឃើញថាគឺពិតជាល្អខ្លាំងមែនទែនដែលធ្វើឲ្យសិស្សនិងសិស្សទាំងអស់គឺអាចមានសាមគ្គីភាពគ្នាក្នុងការលេងកីឡាដើម្បីយកជ័យជំនះជូនក្រុមរៀងៗខ្លួនមួយវិញទៀតការលើពុកបូស្កូលោកនៅមានជីវិតលោកតែងតែឲ្យយុវជនលេងកីឡាឲ្យបានច្រើនព្រោះកីឡាបង្ហាញនៅសាមគ្គីភាពការសហការងារជាក្រុមការបង្កើតឲ្យមានអារម្មណ៍សប្បាយរីករាយបង្កើតឲ្យមានកម្លាំងកាយមាំមួនភាពអត់ធ្មត់ដើម្បីឈានទៅរកជ័យជំនះនៃការលេងកីឡាខ្ញុំបាទឈ្មោះរិនសនរតមកផ្នែកទស្សនីនៃសាលាបច្ចេកទេសដុនបូស្កូដែរពេលនេះខ្ញុំស្ថិតនៅក្នុងពណ៌លឿងក្នុងចំណោមក្រុមពណ៌ទាំងអស់ថ្ងៃនេះខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ដែលបានចូលរួមមើលការប្រកួតកីឡាពណ៌មួយនេះព្រោះវាបានបង្ហាញឲ្យយើងចេះសហការគ្នាទៅវិញទៅមកចេះសាមគ្គីគ្នាដើម្បីទទួលបានភាពរីករាយនិងទទួលបានជ័យជំនះទៅតាមវិញ្ញាសានីមួយៗរបស់គណៈកម្មការដែលគាត់បានដាក់មកជាពិសេសសូមជូនពរដល់ក្រុមនិស្សិតទាំងអស់និងលោកគ្រូទទួលបានភាពសប្បាយរីករាយទោះបីជាក្រុមរបស់ខ្លួនទទួលបានលេខ1ចាញ់ឬឈ្នះក្តីក៏ដោយគោលបំណងរបស់បំផុតមួយនោះគឺសូមឲ្យអ្នកនរគ្នាសប្បាយរីករាយក្នុងឱកាសមួយនេះទោះបីជាក្រុមផ្សេងទៀតមិនបានទទួលជ័យជំនះក៏ដោយក៏ពួកគេបានបង្ហាញពីស្មារតីកីឡាករយ៉ាងពិតប្រាកដដែលចូលរួមប្រកួតយ៉ាងសកម្មមានវិន័យប្រកបដោយបរិយាកាសសប្បាយរីករាយព្រោះលទ្ធផលនៃការប្រកួតមិនមែនជាចំណុចសំខាន់បំផុតទេប៉ុន្តែជាបទពិសោធន៍នៃការរៀនសូត្រដែលសិស្សទាំងអស់ទទួលបានពីព្រឹត្តិការណ៍នេះគួរបញ្ជាក់ផងដែរថាបុណ្យកីឡាពណ៌នេះមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេប៉ុន្តែជាព្រឹត្តិការណ៍សំខាន់មួយក្នុងការលើកកម្ពស់មិត្តភាពសុខភាពនិងសមត្ថភាពរបស់សិស្សទាំងអស់នៅក្នុងសាលាបច្ចេកទេសដុនបូស្កូខេត្តកែបជាចុងក្រោយនេះខ្ញុំឈ្មោះកាសាញ់ជឿបានធ្វើសេចក្តីរាយការណ៍ពីទស្សនវិជ្ជានៃកីឡាពណ៌នៃសាលាបច្ចេកទេសដុនបូស្កូខេត្តកែបមកដល់ទីបញ្ចប់នេះខ្ញុំនៅក្រុមការងារសូមអរគុណនិងសូមគោរពលា